បនៃការគ្រប់គ្រងដោយ Richard Templer ផ្ដល់នូវគោលការណ៍ជាក់ស្ដែងសម្រាប់ការដឹកនាំដ៏មានប្រសិទ្ធភាពនិងការលូតលាស់ផ្ទាល់ខ្លួននៅកន្លែងធ្វើការខាងក្រោមនេះគឺជាមេរៀនដ៏អស្ចារ្យចំនួន10យ៉ាងពីសៀវភៅនេះ 1. ដឹកនាំដោយការធ្វើជាគំរូអ្នកគ្រប់គ្រងដ៏ល្អបំផុតបង្កើតស្តង់ដារដោយបង្ហាញពីអាកប្បកិរិយាក្រមសីលធម៌ការងារនិងទស្សនៈដែលពួកគេរំពឹងពីក្រុមការងាររបស់ពួកគេ 2. គ្រប់គ្រងអារម្មណ៍ឲ្យបានល្អអ្នកគ្រប់គ្រងដ៏ល្អរក្សាភាពស្ងប់ស្ងាត់នៅក្រោមសម្ពាធដោះស្រាយជម្លោះប្រកបដោយវិជ្ជាជីវៈនិងធ្វើការសម្រេចចិត្តសមហេតុផល 3. ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះការទំនាក់ទំនងច្បាស់លាស់ស្មោះត្រង់និងទាន់ពេលវេលាការពារការយល់ច្រឡំនិងរក្សាក្រុមឲ្យមានភាពស្របគ្នា 4. ប្រគល់ការងារកុំគ្រប់គ្រងលម្អិតពេកការជឿជាក់លើក្រុមរបស់អ្នកនិងការចាត់ចែងការងារដោយឈ្លាសវៃបង្កើនប្រសិទ្ធភាពនិងផ្ដល់សិទ្ធិអំណាចដល់បុគ្គលិកឲ្យទទួលខុសត្រូវ 5. គ្រប់គ្រងមនុស្សមិនត្រឹមតែការងារប៉ុណ្ណោះទេការយល់ដឹងពីចំណុចខ្លាំងការលើកទឹកចិត្តនិងការព្រួយបារម្ភរបស់បុគ្គលម្នាក់ៗជួយក្នុងការគ្រប់គ្រងក្រុមឲ្យមានប្រសិទ្ធភាព 6. ផ្ដោតលើដំណោះស្រាយជំនួសឲ្យការរស់នៅជាមួយនឹងបញ្ហាអ្នកគ្រប់គ្រងដ៏អស្ចារ្យផ្ដោតលើការស្វែងរកដំណោះស្រាយជាក់ស្ដែងនិងលើកចិត្តដល់ផ្នត់គំនិតដោះស្រាយបញ្ហា 7. ការរៀនសូត្រជាបន្តបន្ទាប់គឺចាំបាច់អ្នកគ្រប់គ្រងដែលជោគជ័យវិនិយោគទៅលើការកែលម្អខ្លួននិងលើកទឹកចិត្តក្រុមការងាររបស់ពួកគេឲ្យរីកចម្រើនផងដែរ 8. ពេញចិត្តនឹងការទទួលស្គាល់ការខិតខំប្រឹងប្រែងបុគ្គលិកធ្វើការបានល្អប្រសើរនៅពេលដែលពួកគេមានអារម្មណ៍ថាមានតម្លៃការទទួលស្គាល់ការងារល្អជំរុញទឹកចិត្តនិងភាពស្មោះត្រង់ 9. តុល្យភាពរវាងការងារនិងជីវិតមានសារៈសំខាន់អ្នកគ្រប់គ្រងដ៏អស្ចារ្យបង្កើតព្រំដែននិងលើកទឹកចិត្តបុគ្គលិកឲ្យរក្សាតុល្យភាពរវាងការងារនិងជីវិតដែលមានសុខភាពល្អ 10. ភាពស្មោះត្រង់កសាងទំនុកចិត្តការមានភាពស្មោះត្រង់យុត្តិធម៌និងមានក្រមសីលធម៌ក្នុងការដោះស្រាយបញ្ហាទាំងអស់ទទួលបានការគោរពនិងភាពជឿជាក់ជាអ្នកដឹកនាំ